កុំខ្វាក់តាមខ្យល់កុំខ្វល់តាមរលកសួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងតែស្ដាប់ថ្ងៃនេះយើងនឹងមកជជែកគ្នាអំពីឃ្លាដ៏មានអត្ថន័យមួយនៅក្នុងវប្បធម៌ខ្មែរយើងដែលមនុស្សចាស់តែងតែលើកយកមកអប់រំកូនចៅនោះគឺកុំខ្វាក់តាមខ្យល់កុំខ្វល់តាមរលកពេលខ្លះយើងគ្រាន់តែស្ដាប់ឮមួយភ្លែតតែប្រហែលជាមិនទាន់បានគិតឲ្យស៊ីជម្រៅថាតើឃ្លានេះបង្កប់នៅទស្សនវិជ្ជាជីវិតដ៏អស្ចារ្យអ្វីខ្លះនៅកាលក្រោយតាមពិតទៅវាមិនមែនគ្រាន់តែជាការបង្រៀនឬការព្រានបណ្ដៅយើងឲ្យរឹងមាំផ្នែកផ្លូវអារម្មណ៍ប៉ុណ្ណោះទេតែវាជាមេរៀនមួយដែលបង្រៀនយើងឲ្យស្គាល់ខ្លួនឯងការមានគោលការណ៍ច្បាស់លាស់ការរក្សាភាពនឹងណទោះបីស្ថិតនៅក្នុងលក្ខណៈឬក៏នៅក្នុងកាលៈទេសៈបែបណាក៏ដោយឥឡូវនេះយើងមកបំបែកអត្ថន័យនៃឃ្លាជាពីរផ្នែកទី1គឺកុំខ្វាក់តាមខ្យល់ពាក្យថាខ្យល់នៅក្នុងបរិបទនេះមិនមែនសំដៅត្រឹមតែខ្យល់ដែលបក់ផាត់តាមធម្មតានោះទេវាតំណាងឲ្យឥទ្ធិពលខាងក្រៅដែលយើងមើលមិនឃើញហើយអាចផ្លាស់ប្ដូរបានយ៉ាងឆាប់រហ័សឧទាហរណ៍ជាក់ស្ដែងទី1គឺពាក្យសម្ដីរបស់មនុស្សជុំវិញខ្លួនទាំងពាក្យសរសើរនិងពាក្យរិះគន់នៅពេលដែលមាននរណាម្នាក់សរសើរយើងអាចនឹងរំភើបរីករាយភ្លាមរហូតដល់ភ្លេចខ្លួនថាយើងអស្ចារ្យលើគេការខ្វាក់បែបនេះអាចធ្វើឲ្យយើងបាត់បង់នូវការប្រុងប្រយ័ត្នហើយឈប់ប្រឹងប្រែងបន្តទៅទៀតផ្ទុយទៅវិញនៅពេលដែលគេរិះគន់ឬស្ដីបន្ទោសយើងក៏អាចធ្លាក់ទឹកចិត្តភ្លាមដែររហូតមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃហើយចង់បោះបង់គោលដៅដែលកំពុងធ្វើចោលដូច្នេះអត្ថន័យពិតនៃមិនខ្វាក់តាមខ្យល់គឺការមិនសំទោសគឺការមានសតិឬការយល់ច្បាស់អំពីខ្លួនឯងយើងដឹងថាខ្លួនឯងជានរណាមានសមត្ថភាពអ្វីហើយកំពុងគិតអ្វីទោះបីជាមានខ្យល់ព្យុះឬក៏មានពាក្យសម្ដីបោកមកខ្លាំងប៉ុណ្ណាមិនថាសរសើរហួសហេតុឬរិះគន់ដោយគ្មានហេតុផលចិត្តរបស់យើងត្រូវតែនឹងណមិនរារាយពីមាគ៌ាដ៏ត្រឹមត្រូវតែយើងបានជ្រើសរើសនេះហើយជាការកសាងតម្លៃខ្លួនឯងការរក្សាមហិច្ឆតាឲ្យនៅគង់វង្សក្រៅពីពាក្យសម្ដីមនុស្សខ្យល់គឺតំណាងឲ្យការនិយាយឬក៏ខ្យល់ក៏តំណាងឲ្យការនិយមទាន់សម័យនៅក្នុងសម័យ Digital នេះយើងឃើញមានរឿងរ៉ាវថ្មីកើតឡើងជារៀងរាល់ថ្ងៃអ្នកខ្លះឃើញគេនិយមលេងអ្វីក៏នាំគ្នាធ្វើតាមឃើញគេវិនិយោគលើអ្វីមួយក៏សម្រុកទៅវិនិយោគតាមគេដោយមិនបានសិក្សាឲ្យបានយល់ច្បាស់នេះហើយគឺជាការខ្វាក់តាមខ្យល់នៃការនិយមមួយឆាវការមិនខ្វល់តាមខ្យល់បង្រៀនយើងឲ្យចេះប្រើនៅវិចារណញ្ញាណមុននឹងសម្រេចចិត្តធ្វើអ្វីមួយយើងត្រូវតែគិតពិចារណាដោយខ្លួនឯងថាតើវាសមស្របនឹងស្ថានភាព
នឹងគោលដៅរបស់យើងដែរឬទេកុំធ្វើអ្វីមួយដោយសារតែឃើញមនុស្សភាគច្រើនកំពុងធ្វើឬក៏ដោយសារវាកំពុងពេញនិយមភាពពេញនិយមច្រើនតែមួយរយៈពេលខ្លីតែប៉ុណ្ណោះតែគោលការណ៍និងការសម្រេចចិត្តដ៏ត្រឹមត្រូវនឹងនៅជាមួយយើងជារៀងរហូតឥឡូវយើងងាកមកមើលផ្នែកទី2វិញម្ដងកុំខ្វល់តាមរលកបើខ្យល់ជាឥទ្ធិពលដែលមើលមិនឃើញនោះរលកគឺជាអំណាចហើយវាតំណាងឲ្យស្ថានភាពជាក់ស្ដែងតែយើងអាចមើលឃើញនិងប៉ះផ្ទាល់រលកនេះច្រើនតែមានលក្ខណៈកើតឡើងដដែលម្ដងបក់មកម្ដងក៏ស្រកទៅរលកអាចជាឧបសគ្គបណ្ដោះអាសន្នដូចជាបញ្ហាតូចតាចឬការលំបាកប្រចាំថ្ងៃដែលយើងតែងតែជួបប្រទះឧទាហរណ៍ដូចជាការកកស្ទះចរាចរណ៍ការយល់ច្រឡំជាមួយមិត្តភ័ក្តិការខ្វះខាតថវិកាបន្តិចបន្តួចមនុស្សដែលខ្វល់តាមរលកគឺនៅពេលដែលជួបបញ្ហាតូចៗទាំងនេះម្ដងគាត់នឹងបាត់បង់នៅកម្លាំងចិត្តបាត់បង់នៅការផ្ដោតអារម្មណ៍ហើយរអ៊ូទាំងពីមួយថ្ងៃទៅមួយថ្ងៃការមិនខ្វល់តាមរលកគឺបង្រៀនយើងឲ្យមានភាពអត់ធ្មត់និងភាពធន់នៅក្នុងការប្រឈមមុខនឹងបញ្ហាអ្វីមួយយើងយល់ថាឧបសគ្គតូចៗទាំងនេះគឺជារលកដែលនឹងកើតមានហើយក៏នឹងបាត់បង់ទៅវិញជាធម្មតាប្រសិនបើយើងចំណាយថាមពលនិងពេលវេលាខ្វល់ខ្វាយជាមួយនឹងរលកតូចៗយើងនឹងគ្មានកម្លាំងចិត្តដើម្បីធ្វើដំណើរទៅសម្រេចគោលដៅធំដុំនៅពេលខាងមុខនោះទេផ្ទុយទៅវិញយើងត្រូវមើលឃើញរលកទាំងនេះជាផ្នែកមួយនៃការធ្វើដំណើរមិនមែនជាជញ្ជាំងក្នុងការរារាំងយើងនោះទេក្រៅពីបញ្ហាតូចតាចរលកក៏អាចតំណាងឲ្យព្រឹត្តិការណ៍ធំៗដែលប៉ះពាល់ដល់ជីវិតរបស់មនុស្សយើងទូទៅដូចជាការប្រែប្រួលសេដ្ឋកិច្ចវិបត្តិនយោបាយគ្រោះធម្មជាតិជាដើមទាំងនេះគឺជារលកយក្សដែលអាចធ្វើឲ្យមនុស្សជាច្រើនភ័យស្លន់ស្លោនិងបាត់បង់ម្ចាស់ការជាដើមនៅក្នុងស្ថានភាពបែបនេះការមិនខ្វល់តាមរលកមិនមែនមានន័យថាយើងប្រងើយកន្តើយនោះទេតែវាមានន័យថាយើងត្រូវតែចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងឲ្យរក្សាភាពស្ងប់ស្ងាត់ដើម្បីអាចគិតរកដំណោះស្រាយបានយើងត្រូវតែមានផែនការយូរអង្វែងផែនការត្រៀមរំលងទុកអ្នកមិនខ្វល់តាមរលកគឺទោះបីជាសមុទ្រកំពុងតែរំជួយដោយព្យុះភ្លៀងក៏ដោយក៏គាត់នៅតែអាចកាន់ចង្កូតទូករបស់គាត់ឲ្យនឹងណោនិងរក្សាទិសដៅហើយរងចាំពេលដែលព្យុះសង្គ្រាមនោះបានកន្លងផុតទៅសរុបមកឃ្លាកុំខ្វាយតាមខ្យល់កុំខ្វល់តាមរលកនេះគឺកំពុងតែបង្រៀនយើងនៅទស្សនវិជ្ជាដ៏មានតម្លៃនិងការរស់នៅជាមួយឧបសគ្គនិងការដែលយើងផ្ដោតសំខាន់ទៅលើការកសាងឬគល់ដ៏រឹងមាំជាជាងផ្ដោតតែទៅលើអ្វីដែលកើតឡើងនៅលើផ្ទៃខាងលើជីវិតយើងប្រៀបដូចជាទូកមួយដែលកំពុងតែបើកនៅលើផ្ទៃសមុទ្រខ្យល់និងរលកគឺជារឿងធម្មតានៃសមុទ្រ
យើងមិនអាចហាមឃាត់បានប្រសិនបើទូករបស់យើងគ្មានយន្តការដ៏រឹងមាំដែលតំណាងឲ្យគោលការណ៍គោលដៅនិងតម្លៃផ្ទាល់ខ្លួនទេនោះវានឹងត្រូវខ្យល់បក់បោកផាត់ទៅគ្រប់ទិសទីដោយគ្មានទិសដៅច្បាស់លាស់ហើយចុងក្រោយត្រូវបានរលកបោកបក់រហូតដល់លិចបាត់បង់ទៅដូច្នេះឃ្លានេះបង្រៀនយើងធ្វើឲ្យខ្លួនឯងដូចជាថ្មដ៏ធំនៅបាតសមុទ្រតែទោះជារលកបោកបក់ខ្លាំងប៉ុណ្ណាក៏ដោយក៏ថ្មមិនអាចបែកបាក់មិនរង្គើជាជាងធ្វើខ្លួនឯងជាស្មៅនៅលើវាលស្រែហើយពេលខ្យល់បោកបក់ក៏ត្រូវរេរាំទៅតាមខ្យល់នោះនៅក្នុងវប្បធម៌ខ្មែរយើងឃ្លានេះក៏ជាផ្នែកមួយនៃនិយមន័យនៃពាក្យថាភាពជាអ្នកដឹកនាំនិងភាពចាស់ទុំផ្នែកខាងគំនិតផងដែរអ្នកដឹកនាំគឺមិនរវើរវាយទៅតាមពាក្យសរសើរពាក្យរិះគន់មិនធ្វើតាមការនិយមហើយក៏មិនតក់ស្លុតនៅក្នុងពេលដែលជួបឧបសគ្គឬក៏ជួបវិបត្តិណាមួយផងដែរពួកគេមានគោលការណ៍ច្បាស់លាស់និងមានភាពអត់ធ្មត់និងមានទស្សនវិស័យវែងឆ្ងាយសរុបសេចក្តីមកការអនុវត្តឃ្លានេះនៅក្នុងជីវិតគឺការកសាងភាពរឹងមាំពីខាងក្នុងយើងត្រូវស្គាល់ខ្លួនឯងជឿជាក់លើសមត្ថភាពខ្លួនឯងមានគោលការណ៍ជីវិតច្បាស់លាស់សំទោសនិងមានគោលការណ៍ជីវិតច្បាស់លាស់នៅពេលដែលឫសគល់របស់យើងរឹងមាំហើយទោះបីខ្យល់បក់ខ្លាំងយ៉ាងណាឬរលកបោកបក់យ៉ាងណាក៏យើងនៅតែអាចឈរបានដែរសង្ឃឹមថាការបកស្រាយនេះអាចជួយបងប្អូនទាំងអស់គ្នាឲ្យយល់ច្បាស់អំពីអត្ថន័យដ៏ជ្រាលជ្រៅនៃឃ្លានេះតើបងប្អូនទាំងអស់គ្នាធ្លាប់មានបទពិសោធន៍បែបណាខ្លះទាក់ទងទៅនឹងការខ្វាក់តាមខ្យល់ឬក៏ខ្វល់តាមរលកសូមចែករំលែកនៅក្នុង comment ខាងក្រោមសូមអរគុណរាល់ការស្ដាប់ប្រសិនបើអ្នកចូលចិត្តនៅការបកស្រាយអត្ថបទមួយនេះសូមកុំភ្លេចចុច like share ឬ subscribe ដើម្បីទទួលបានវីដេអូអប់រំល្អៗថ្មីៗពេលក្រោយទៀតសូមអរគុណសូមជម្រាបលា